ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងសាច់រឿងគូដណ្ដឹងកងត្រាក្នុងភាគ3ទាំងអស់គ្នាតែនៅក្នុងដានភាគនេះផងដែរយើងឃើញថាស៊ីនៀននឹងក៏បានទៅដល់ជួបជាមួយលោកតកែចៅដែលចៃដន្យអញ្ចឹងតែលោកតកែចៅជាមួយកូនចៅរបស់គាត់នឹងក៏នាំគ្នាចាប់ស៊ីនៀនចូលទៅក្នុងឡានស៊ីនៀនគេមិនអាចស្រេះហើយជំនួយបានទេដោយសារតែគេមិននិយាយការក៏ប៉ុន្តែវាក៏ជាសំណាងល្អដែរដែលមីងយាននឹងគឺគេលួចតាមដានស៊ីនៀនដល់អញ្ចឹងគេក៏បានមកជួយស៊ីនៀនតន់រួចហើយគេក៏បានវាយលោកតកែចៅនឹង5 6ដៃលេងទៅបន្ទាប់មកមីងយាននឹងគេក៏បាននាំស៊ីនៀននឹងត្រឡប់មកដល់ផ្ទះវិញហើយប៉ុន្តែគឺស៊ីនៀននឹងគេឈឺចកេះរបស់គេពេកមិនដឹងថាមានរឿងអីដែរមីងយានគេក៏បានឆែកមើលទៅឃើញថាចកេះរបស់ស៊ីនៀននឹងគឺវាជាប់ខ្លាំងអញ្ចឹងទៅមីងយាននឹងគេក៏បានដាក់ប្រេងរឺតនឹងឲ្យស៊ីនៀននឹងលាបចកេះរបស់ខ្លួនប៉ុន្តែស៊ីនៀននឹងលាបមិនការអញ្ចឹងមីងយានក៏ជាអ្នកលាបឲ្យស៊ីនៀនទៅហើយមីងយាននឹងក៏សួរបដាទៅហេតុអីក៏ស៊ីនៀននឹងទៅកន្លែងនឹងទាំងយប់អញ្ចឹងតែស៊ីនៀននឹងគេមិនហ៊ាននិយាយការពិតថាគេនឹងកំពុងតែសើបរឿងម៉ាក់ការស្លាប់របស់ម៉ាក់គេទេព្រោះអីការស្លាប់របស់ម៉ាក់គេនឹងក៏អាចថាពាក់ព័ន្ធជាមួយនឹងប៉ារបស់មីងយានដែរអញ្ចឹងទៅគេសុកចិត្តមិនប្រាប់ហើយទោះបីជាស៊ីនៀននឹងមិនតបានឆ្លើយតបជាមួយសំណួររបស់មីងយានក៏មីងយាននឹងគេនៅតែបារម្ភពីស៊ីនៀនអញ្ចឹងណាគេថាហេតុអីក៏ស៊ីនៀននឹងទៅកន្លែងហ្នឹងអញ្ចឹងព្រោះអីកន្លែងហ្នឹងគឺជាកន្លែងដែលមនុស្សប្រុសទៅកំសាន្តទេហើយបើសិនជាគេទៅមិនទាន់ឬមួយគេមិនបាច់ឆ្លងកាត់ម្ដុំហ្នឹងប្រហែលជាស៊ីនៀននឹងយ៉ាប់ជាងហ្នឹងហើយស៊ីនៀននឹងគេក៏សួរមីងយានវិញថាមីងយាននឹងទៅកន្លែងហ្នឹងធ្វើអីក៏ប៉ុន្តែភាសាកាយវិការរបស់ស៊ីនៀននឹងគឺមីងយានគេមើលមិនយល់ទេគេមិនចេះហ៎ដូច្នោះស៊ីនៀននឹងគេក៏បានរំកើខ្លួនឆោងដៃឲ្យទៅយកកាបូបរបស់គេដើម្បីយកទូរស័ព្ទនៅក្នុងកាបូបហ្នឹងប៉ុន្តែដោយសារតែគេនឹងអោនទៅគឺនៅស្អិតជាមួយនឹងមីងយានក៏ដូចជានៅគៀកមីងយានខ្លាំងពេកវាក៏បានធ្វើឲ្យមីងយាននឹងគឺស្លាប់ភ្លាមតែម្ដងដោយសារតែមីងយាននឹងគេមិនចូលចិត្តអាស្ថានភាពរបៀបថាបុកញាប់ញ័រអីចឹងទៅដូចមកគៀកភ្លាមអញ្ចឹងគេមិនអាចទទួលយកអារម្មណ៍មួយនឹងបានគេក៏ស្លាប់ទៅស៊ីនៀនគេមិនយល់ពីស្ថានភាពរបស់មីងយានទេអញ្ចឹងឃើញមីងយានគេអញ្ចឹងហើយគេថាអង្គប្រហែលជាមីងយាននឹងគឺដោយសារតែវាយលើតកែចៅនឹងទៅធ្វើឲ្យគេនឹងអស់កម្លាំងខ្លាំងពេកឯងដូច្នេះមីងយាននឹងគេក៏បានគេនៅលើសាឡុងនឹងរហូតដល់តែព្រឹកឡើងទៅពេលដែលមីងយានបានភ្ញាក់ពីគេមកគេក៏បានឃើញស៊ីនៀននឹងកំពុងតែចម្អិនអាហារនៅផ្ទះបាយមីងយានគេក៏បានឈរសម្លឹងមើលពីសកម្មភាពនៃការចម្អិនម្ហូបរបស់ស៊ីនៀនដូចជាកំពុងតែចាប់អារម្មណ៍ជាមួយនឹងស៊ីនៀនបន្តិចម្ដងអ្ហ្មិចទេដល់ពេលដែលស៊ីនៀនបានងាកទៅឃើញមីងយានកំពុងតែឈរមើលគេចឹងគេក៏ប្រាប់ឲ្យមីងយាននឹងទៅអង្គុយចាំសិនទៅគឺគេធ្វើម្ហូបចិត្តហើយរួចហើយស៊ីនៀននឹងគេក៏បានរៀបចំម្ហូបសម្រាប់មីងយានណាដែលម្ហូបទាំងអស់ហ្នឹងសិតតែជាម្ហូបពៅសម្រាប់មីងយានព្រោះដឹងថាមីងយាននឹងគឺសុខភាពទន់ខ្សោយអីចឹងហើយនៅពេលនោះលេខារបស់មីងយាននឹងក៏បានខលមកប្រាប់មីងយានថាម្នាក់ប្រុសដែលស៊ីនៀនបានជួបការប្រយុទ្ធនោះគឺជាអ្នកស៊ើបការឯកជនដែលស៊ីនៀននឹងចង់ជួបឲ្យអ្នកស៊ើបការឯកជននឹងតាមស៊ើបពីប្រវត្តិរបស់លោកស្រីវ៉ាន់លីក៏ប៉ុន្តែតម្លៃនៃការស៊ើបនឹងគឺវាថ្លៃពេកអញ្ចឹងទៅស៊ីនៀននឹងមិនបានជួបឲ្យប៉ែនឹងស៊ើបទេមីងយាននៅពេលដែលគេបានដឹងចឹងហើយគេក៏បានឲ្យលេខារបស់គេនឹងធ្វើការបង់លុយឲ្យអ្នកស៊ើបការឯកជននឹងទៅដើម្បីបន្តស៊ើបពីលោកស្រីវ៉ាន់លីឲ្យស៊ីនៀនក្រោយពីនឹងមកក៏អ្នកស៊ើបការឯកជននឹងគឺបានផ្ញើសារមកស៊ីនៀនដែលពួកគេនឹងកំពុងតែបន្តស៊ើបពីម្នាក់ដែលស៊ីនៀននឹងចង់ឲ្យពួកគេស៊ើបតែបន្តមកទៀតក៏ជាថ្ងៃដែលប៉ារបស់ស៊ីនៀននឹងគឺត្រូវរៀបចំនៅពិធីនៃការផ្ទៃហ៊ុនទៅឲ្យក្រុមហ៊ុនរបស់មីងយានអញ្ចឹងទៅគឺស៊ីនៀននឹងគេក៏បានទៅចូលរួមជាមួយនឹងមីងយានដែរក៏ប៉ុន្តែនៅក្នុងការចូលរួមនោះគឺស៊ីនៀនបានត្រៀមរៀបចំនៅរោមមកឈប់ផ្សេងទៀតយកទៅជាមួយនឹងគេប្រហែលជាគេមានផែនការអីនៅកន្លែងហ្នឹងហើយមកដល់នៅក្នុងកម្មវិធីនៃការផ្ទៃហ៊ុនរបស់ពួកគេនឹងក៏ឃើញថាមានមនុស្សចូលរួមហឹកហេអាសិតតែជាម្ចាស់ចំនួនធំដែលលោកស្រីវ៉ាន់លីនឹងក៏កំពុងតែនិយាយគ្នាជាមួយនឹងមនុស្សស្រី2 3នាក់នៅហ្នឹងគឺគាត់ដូចជាកំពុងតែអួតខ្លួនគាត់ថាគាត់គឺជាម្ដាយចុងដែលល្អដែលមើលថែស៊ីនៀនបានល្អអីចឹងទៅម្នាក់ហ្នឹងក៏គិតថាស៊ីនៀនហ្នឹងគឺបានខ្លាចទៅជាគូដណ្ដឹងខាងគ្រួសារគូអីចឹងក៏គិតថាក៏ដោយសារតែការអប់រំរបស់លោកស្រីវ៉ាន់លីអីចឹងណាឯស៊ីនៀននៅពេលដែលគេបានមកដល់នៅក្នុងកម្មវិធីភ្លាមគេក៏បានតែស្វាគមន៍ប៉ារបស់គេតែមួយផ្លែប៉ុន្តែគេក៏បានមកជួយជាមួយលោកស្រីវ៉ាន់លីស្រីនៅហ្នឹងក៏នាំគ្នាឲ្យស៊ីនៀនហ្នឹងកុំរមើលកូនទៅលើលោកស្រីវ៉ាន់លីអីដោយសារតែលោកស្រីវ៉ាន់លីហ្នឹងគឺជាអ្នកអញ្ចឹងដូចជាអ្នកដែលបានមើលថែស៊ីនៀនរហូតដល់ស៊ីនៀនហ្នឹងបានមកដល់ចំណុចមួយហ្នឹងដោយសារស៊ីនៀនគេមានផែនការរបស់គេដែរអញ្ចឹងគេមិនបានជំទាស់ជាមួយនឹងពាក្យសម្ដីរបស់អ្នកទាំងអស់គ្នាហ្នឹងទេគេក៏បានធ្វើការសុំការអធិស្ឋានពីលោកស្រីវ៉ាន់លីហើយក៏សុំចូលកែវស្រាជាមួយនឹងគ្នាអញ្ចឹងណាក៏ប៉ុន្តែនៅពេលដែលស៊ីនៀនហ្នឹងបានចូលកែវស្រាជាមួយលោកស្រីវ៉ាន់លីគេក៏បានធ្វើជាជ្រុលដៃធ្វើឲ្យស្រាហ្នឹងក៏ពប់ទៅលើរ៉ូបរបស់លោកស្រីវ៉ាន់លីដែលបានដឹងទៅស៊ីនៀនហ្នឹងគេក៏បានធ្វើជាឲ្យរ៉ូបដែលគេបានយកមកជាមួយនឹងឲ្យលោកស្រីវ៉ាន់លីហ្នឹងធ្វើការផ្លាស់ប្ដូរចេញតែម្ដងទៅក៏ប៉ុន្តែនៅពេលដែលលោកស្រីវ៉ាន់លីហ្នឹងទៅធ្វើការផ្លាស់ប្ដូរនៅរ៉ូបរបស់គាត់ហ្នឹងគាត់ក៏បានឃើញថានៅក្នុងហ្នឹងគឺមិនមែនជារ៉ូបទេគឺជាសម្លៀកបំពាក់កូនក្មេងអញ្ចឹងស៊ីនៀនហ្នឹងគេក៏បានចូលមកបកស្រោមមុខប៉ែរបស់លោកស្រីវ៉ាន់លីហើយលោកស្រីវ៉ាន់លីហ្នឹងគឺមិនមែនជាកូនស្រីឬមួយក៏ជាមនុស្សដែលមកពីគ្រួសារអភិជនអីទេហើយចំពោះស៊ីយ៉ាងហ្នឹងក៏មិនមែនជាកូនប្តីមុនរបស់លោកស្រីវ៉ាន់លីដែរតែលោកស្រីវ៉ាន់លីហ្នឹងគឺបានលួចតាក់ទងជាមួយនឹងប៉ារបស់គេតាំងពីម៉ារបស់គេមិនទាន់ស្លាប់ម្ល៉េះដូច្នេះអត្តសញ្ញាណដែលលោកស្រីវ៉ាន់លីថាខ្លួនឯងហ្នឹងមកពីគ្រួសារអភិជនហ្នឹងសិតតែជាការបោកប្រាស់ទាំងអស់ប៉ុន្តែលោកស្រីវ៉ាន់លីថាយ៉ាងម៉េចគឺប៉ារបស់ឯងហ្នឹងក៏បានដឹងដែរថាយើងហ្នឹងគឺជាមនុស្សបែបណាក៏ហើយប៉ារបស់ស៊ីនៀនដែលកំពុងតែធ្វើការប្រេសនៅខាងក្រៅនេះគឺគាត់កំពុងតែនិយាយថាគាត់នឹងចូលនិវត្តន៍គឺគាត់មិនបន្តគ្រប់គ្រងក្រុមហ៊ុនអីទេហើយគាត់នឹងផ្ទេរហ៊ុនរបស់គាត់ហ្នឹងទៅឲ្យនរណាអីចឹងទៅណាប៉ុន្តែគាត់មិនទាន់បាននិយាយចប់ផងស្រាប់តែលើកញ្ចក់ទូទួលហ្នឹងក៏បានបង្ហាញពីសកម្មភាពពីរនាក់ហ្នឹងកំពុងតែបតែបតបគ្នាលោកស្រីវ៉ាន់លីហ្នឹងគាត់កំពុងតែនិយាយបោកអាក្រាតពីខ្លួនឯងទៅណាថាប៉ារបស់ស៊ីនៀនហ្នឹងគឺចូលចិត្តមនុស្សស្រីដូចជាគាត់ទៅពួកគាត់ណាលួចមានតំណែងជាមួយនឹងគ្នានៅពេលនោះហើយប៉ារបស់ស៊ីនៀនហ្នឹងក៏ជាអ្នកដែលបានបិទបាំងនៅអត្តសញ្ញាណពិតរបស់គាត់ផងដែរលោកស្រីវ៉ាន់លីក៏បន្ទោម៉ែរបស់ស៊ីនៀនដែលម៉ែរបស់ស៊ីនៀនហ្នឹងមិនចេះមើលថែមនុស្សប្រុសដោយខ្លួនឯងទេហើយបើទោះបីជាម៉ែរបស់ស៊ីនៀនហ្នឹងនៅមានជីវិតក៏មិនអាច
យកឈ្នះគាត់ដែរហើយអ្នកដែលបានចូលរួមនៅក្នុងពិធីនៅខាងក្រៅនេះវិញគឺថាពួកគេមើលឡើងចង់មកចប់មកសាច់រឿងឲ្យទៅនាំគ្នាស្វែងរកដកដុយទូទួលនឹងចេញរួចហើយប៉ារបស់ស៊ីនៀនជាមួយនឹងមីងយាននឹងក៏បានចូលមកដល់ក្នុងបន្ទប់នឹងដែរនៅពេលដែលលោកសេវ៉ាន់លីនឹងដឹងថាគឺស៊ីនៀននឹងបានបោកប្រាស់គាត់បានដាក់ live វីដេអូទៅខាងក្រៅអញ្ចឹងគេក៏ចង់ទះកំភ្លើងស៊ីនៀនក៏ប៉ុន្តែបានមីងយាននឹងហាមឃាត់កុំឲ្យប៉ះពាល់ស៊ីនៀនរបស់គេក៏ប៉ុន្តែលោកសេវ៉ាន់លីនឹងនៅតែបន្តនិយាយមួប្រកាសទៅកាន់ស៊ីនៀននឹងណាថាស៊ីនៀននឹងគឺចង់បង្ករឿងហេតុធ្វើឲ្យគ្រួសារស៊ីរបស់ពួកគេនឹងអាប់អោនកិត្តិយសតោះអញ្ចឹងប៉ារបស់ស៊ីនៀននឹងក៏ស្ដីឲ្យស៊ីនៀនដែរថាមានរឿងហេតុអីក៏ស៊ីនៀននឹងមិននិយាយជាមួយនឹងគាត់ហេតុអីក៏ធ្វើអញ្ចឹងវាធ្វើឲ្យអាប់អោនដល់កិត្តិយសរបស់គាត់ផងអីផងអញ្ចឹងទៅស៊ីនៀននឹងគឺបានត្រឹមតែនឹកក្នុងចិត្តទេថាប៉ារបស់គេនៅតែមិនមានអារម្មណ៍ថាខុសឆ្គងចំពោះម៉ែរបស់គេដែលបានប្រព្រឹត្តនៅរឿងទាំងអស់ហ្នឹងគឺគាត់នៅតែខ្វល់ពីរឿងកិត្តិយសរបស់គាត់ដដែលប៉ុន្តែស៊ីនៀននឹងគឺគេមិនអាចតបតជាមួយនឹងប៉ារបស់គេបានទេគេត្រូវតែតិចចិត្តចំណែកឯមីងយានគេក៏បានប្រើប៉ាស៊ីនៀននៅការពិតមួយដែលលោកស្រីវ៉ាន់លីនឹងគឺតែងតែលួចផ្ទេរលុយក្រុមហ៊ុនទៅកាន់ account របស់គាត់នៅឯបរទេសអញ្ចឹងហើយទៅធ្វើឲ្យក្រុមហ៊ុនប៉ារបស់ស៊ីនៀននឹងគឺធ្លាក់ដល់ដំណាក់កាលមួយហ្នឹងតែលោកស្រីវ៉ាន់លីនឹងក៏មានលេសទៀតហើយគាត់ថាលុយទាំងអស់ហ្នឹងគឺជាលុយធានារ៉ាប់រងរបស់ស៊ីយ៉ាវទេដោយសារតែប៉ារបស់ស៊ីនៀននឹងមិនដែលចាត់ទុកថាស៊ីយ៉ាវនឹងគឺជាកូនបង្ការរបស់គាត់ប៉ារបស់ស៊ីនៀននឹងគាត់ក៏បានច្រឡំវិញថាប៉ុណ្ណឹងហើយគាត់មិនល្អជាមួយស៊ីយ៉ាវទេគឺគាត់បានផ្គត់ផ្គង់ពីអ្នកម្ដាយកូននឹងគ្រប់យ៉ាងហើយពេលហ្នឹងស៊ីយ៉ាវនឹងគេក៏ចូលមកដែរគេក៏ប្រាប់ប៉ារបស់គេថាភ្ញៀវនៅខាងក្រៅហ្នឹងគឺថាកំពុងតែនិយាយអីមិនល្អពីម៉ាក់របស់គេតោះអញ្ចឹងទៅប៉ារបស់ស៊ីនៀននឹងគឺគាត់លែងនៅឈ្លោះអីជាបន្តទៀតហើយព្រោះគាត់ត្រូវចេញទៅដោះស្រាយជាមួយនឹងភ្ញៀវនៅខាងក្រៅសិនហើយលោកសេវ៉ាន់លីនឹងក៏នៅតែបន្តចង់រករឿងស៊ីនៀនទៀតក៏ប៉ុន្តែមីងយាននឹងក៏បានច្រានគេចាញ់ក៏ធ្វើឲ្យស៊ីយ៉ាវនឹងដូចជាខឹងជាមួយនឹងស៊ីនៀនណាគេក៏បានដកកបិតនឹងចង់ទៅចាក់ស៊ីនៀនអីណាតែបើជាត្រូវដៃរបស់មីងយាននៅពេលដែលគេឃើញដៃរបស់ខ្លួនឯងឈាមអញ្ចឹងហើយគេក៏បានដួលសន្លប់ភ្លាមតែម្ដងបន្ទាប់ពីនឹងមកមីងយាននឹងគេក៏បានមកសម្រាប់នៅផ្ទះហើយអញ្ចឹងស៊ីនៀននឹងគេក៏បានសួរលេខារបស់មីងយានណាហេតុអីក៏មីងយាននឹងគឺជាមនុស្សដែលឆាប់សន្លប់ម៉ែលេខារបស់មីងយានក៏ប្រាប់ស៊ីនៀនថានោះក៏ដោយសារតែមីងយាននឹងគឺមានអាការៈមួយគឺខ្លាចឈាមហើយអាការៈផ្សេងទៀតនោះគឺថាមីងយាននឹងខ្លាចភ្លើងខ្លាចរបស់មុតស្រួយខ្លាចនៅបរិយាកាសអីដែលថ្មីហើយចុងក្រោយនោះគឺថាកាន់តែចម្លែកអីគឺខ្លាចភាពសិទ្ធស្នានៅពេលដែលនរណាម្នាក់នៅគៀកគេអញ្ចឹងគេមានអារម្មណ៍ថាដូចជាមិនស្រួលខ្លួនអីចឹងចំណែកឯមីងយានដែលកំពុងតែគេស្លាប់ហ្នឹងគេក៏បាននិយាយសពអាក្រក់គឺនឹងការហ្នឹងប្រហែលជាគេនៅវិតូចហើយគេក៏បានឃើញបរិសម្នាក់ហ្នឹងគឺលោតពីលើអាគារសម្រាប់ខ្លួនដែលបរិសម្នាក់ហ្នឹងប្រហែលជាអាចពាក់ព័ន្ធអីជាមួយនឹងមីងយានកាពីតូចហ្នឹងហើយស៊ីនៀនដែលឃើញថាមីងយានហ្នឹងដូចជាកំពុងតែរវើរវាយម្នាក់ឯងមើលទៅប្រកាច់ប្រកិនអីគេក៏បានព្យាយាមហៅមីងយានទៅគេរួលមីងយានរហូតដល់មីងយានហ្នឹងបានដឹងខ្លួនមកអញ្ចឹងក៏ធ្វើឲ្យពីរនាក់ហ្នឹងឡើងនៅគៀកគ្នាខ្លាំងមែនតើតែមីងយានហ្នឹងគេនៅគៀកស៊ីនៀនសារហ្នឹងអត់មានស្លាប់ទៅវិញសោះតែហើយលេខារបស់មីងយានហ្នឹងក៏បានចូលមកប្រាប់ថាប៉ារបស់ស៊ីនៀនគឺបានមកដល់ផ្ទះរបស់ពួកគេហើយអញ្ចឹងទៅស៊ីនៀនហ្នឹងក៏សុំមីងយានហ្នឹងទៅនិយាយជាមួយនឹងប៉ារបស់គេតែពីរនាក់ទៅដែលប៉ារបស់ស៊ីនៀនមករកស៊ីនៀនដល់ផ្ទះនេះក៏ដោយសារតែស៊ីយ៉ាឥឡូវហ្នឹងគឺកំពុងតែនៅប៉ប៉លីហើយព្រោះតែស៊ីយ៉ាហ្នឹងគឺបានប្រើនៅអាវុធប្រើនៅកបិតអីមុនហ្នឹងនោះអញ្ចឹងប៉ារបស់គេហ្នឹងក៏បានពឹងឲ្យស៊ីនៀនហ្នឹងទៅនិយាយជាមួយនឹងមីងយានដើម្បីឲ្យមីងយានហ្នឹងដកពាក្យបណ្ដឹងចាញ់តែស៊ីនៀនហ្នឹងគេមិនទាន់អូខេជាមួយនឹងប៉ារបស់គេទេព្រោះគេចង់ដឹងថាហេតុអីក៏ប៉ារបស់គេហ្នឹងខ្វល់ខ្វាយជាមួយនឹងវ៉ាន់លីហ្នឹងម៉េចចុះពេលដែលលោកស្រីវ៉ាន់លីហ្នឹងគឺបានបំពេញមកលើគេហេតុអីក៏ប៉ារបស់គេហ្នឹងមិនដែលខ្វល់ជាមួយនឹងគេអញ្ចឹងប៉ារបស់ស៊ីនៀនក៏ឆ្លើយជាមួយស៊ីនៀនថាគឺហ្នឹងរឿងហ្នឹងទុកបន្លាយសិនទៅព្រោះឥឡូវហ្នឹងគាត់ចង់ដោះស្រាយបញ្ហារបស់វ៉ាន់លីតែស៊ីនៀនហ្នឹងគេនៅតែដេញដោលសួរនាំទៀតហេតុអីក៏រឿងរបស់គេជាមួយនឹងម៉ែរបស់គេប៉ាគេមិនដែលលូកលាន់អញ្ចឹងតោះតែលោកស្រីវ៉ាន់លីជាមួយនឹងស៊ីយ៉ានឹងមានបញ្ហាប៉ារបស់គេហ្នឹងក៏ចង់ដោះស្រាយនៅបញ្ហាមួយហ្នឹងភ្លាមដោយសារតែស៊ីនៀនហ្នឹងចេះតែរំលឹកដេញដោលរឿងម៉ែរបស់គេរហូតពេកប៉ារបស់ស៊ីនៀនហ្នឹងគាត់ក៏បាននិយាយការពិតទៅថានៅពេលនោះក៏ដោយសារតែក្រុមហ៊ុនរបស់ពួកគាត់ហ្នឹងគឺមានបញ្ហាអញ្ចឹងហើយគាត់បានពឹងឲ្យម៉ែរបស់ស៊ីនៀនហ្នឹងទៅជួបដើម្បីចរចាជាមួយនឹងប៉ារបស់មីងយានតែក្រោយមកបាយជាបាយធ្លាយថាម៉ែរបស់ស៊ីនៀនហ្នឹងគឺបាននៅជាមួយនឹងប៉ារបស់មីងយានហើយអញ្ចឹងហើយទៅគាត់ហ្នឹងខឹងជាមួយនឹងម៉ែរបស់ស៊ីនៀនហើយស៊ីនៀនទោះបីជាគេបានលើនៅរឿងមួយហ្នឹងក៏ដោយក៏គេមិនជឿថាម៉ែរបស់គេហ្នឹងបានធ្វើនៅរឿងបែបហ្នឹងដែរអញ្ចឹងគេចង់បញ្ជាក់ប៉ារបស់គេថាម៉ែរបស់គេហ្នឹងគឺជាមនុស្សដែលស្អាតស្អំទេដូច្នេះទៅនឹងស៊ីនៀនហ្នឹងគេក៏បានយកព្រមនៅក្នុងការដកពាក្យបណ្ដឹងក៏ប៉ុន្តែគេក៏មានសំណើពីរសម្រាប់ប៉ារបស់គេណាដែលសំណើទី1គឺគេចង់ឲ្យប៉ារបស់គេហ្នឹងលែងលះជាមួយនឹងលោកស្រីវ៉ាន់លីហើយត្រង់កន្លែងនេះគឺថាស៊ីនៀនហ្នឹងគេនិយាយមែនតើណាបើសិនជាប៉ារបស់គេមិនព្រមលែងលះទេគឺឲ្យស៊ីយ៉ាហ្នឹងដេកគុកទៅចំណែកឯសំណើទី2នោះគឺថាស៊ីនៀនហ្នឹងឲ្យប៉ារបស់គេធ្វើការផ្លាស់ប្ដូរនៅបណ្ដាមរតកដែលប៉ារបស់គេមានទាំងអស់គឺត្រូវផ្ទេរមកឈ្មោះគេទាំងអស់ចឹងណាចំពោះទ្រព្យសម្បត្តិរបស់ស៊ីយ៉ាដែលត្រូវទទួលពីប៉ារបស់គេហ្នឹងក៏បានមកដល់ 5% ដែរព្រោះអីគឺលោកស្រីវ៉ាន់លីហ្នឹងបានលួចនៅលុយក្រុមហ៊ុនអស់ច្រើនហើយអញ្ចឹងលុយទាំងអស់ហ្នឹងគឺវាគ្រប់គ្រាន់សម្រាប់ស៊ីយ៉ាបើសិនជាមិនយកព្រមនៅក្នុងលក្ខខណ្ឌមួយហ្នឹងគឺធ្វើវិធីណាឲ្យលោកស្រីវ៉ាន់លីហ្នឹងសងត្រឡប់នៅលុយក្រុមហ៊ុនហ្នឹងត្រឡប់មកវិញមកបើមិនអញ្ចឹងទេក៏អាចកេងគុកទាំងពីរអ្នកបានប៉ែរបស់ស៊ីនៀនគឺថាគាត់គ្មានជំរឿទេព្រោះអីគាត់ដើម្បីចង់ឲ្យស៊ីយ៉ាហ្នឹងចេញពីគុកអញ្ចឹងគាត់មានតែយកព្រមទៅតាមសំណើរបស់ស៊ីនៀនទៅហើយពេលដែលប៉ារបស់ស៊ីនៀនបានត្រឡប់មកដល់ផ្ទះវិញគាត់ក៏បាននិយាយសាច់រឿងទៅតាមហ្នឹងឲ្យលោកស្រីវ៉ាន់លីបានដឹងដែលវាក៏បានធ្វើឲ្យលោកស្រីវ៉ាន់លីហ្នឹងគឺថាកាន់តែគុំគួនជាមួយនឹងស៊ីនៀនបន្ថែមទៀតហើយចំណែកឯមីងយានគេក៏បានធ្វើការសញ្ញាទៅលើกระดาษដកពាក្យបណ្ដឹងអញ្ចឹងទៅស៊ីនៀនហ្នឹងគេក៏បានអរគុណដែលមីងយានហ្នឹងបានជួយគេក៏ប៉ុន្តែមីងយានហ្នឹងគឺចង់បានការតបស្នងពីស៊ីនៀនវិញតទៅពេលដែលស៊ីនៀនហ្នឹងគឺគេបានយកព្រមធ្វើទៅតាមមីងយានគេស្រាប់តែទៅគៀកស៊ីនៀនហ្មងណាគៀកដោយអ្វីដែលស៊ីនៀនធ្លាប់ធ្វើដាក់គេពីមុនមកអញ្ចឹងប៉ុន្តែមីងយានហ្នឹងគឺគេធ្វើលេងសើចតែគេក៏ប្រាប់ឲ្យស៊ីនៀនហ្នឹងឈប់សរសេរ
លើទូរស័ព្ទទៀតទៅគឺអាចធ្វើភាសាកាយវិការជាមួយនឹងគេបានដោយសារឥឡូវហ្នឹងគឺគេបានរៀននៅភាសាកាយវិការអញ្ចឹងនៅពេលព្រឹកបន្ទាប់ស៊ីនៀនហ្នឹងគឺគេត្រូវយកឯកសារទាំងអស់ហ្នឹងយកទៅឲ្យប៉ាគេវិញ្ញាណហ្នឹងគេក៏ចង់ទៅជាមួយនឹងស៊ីនៀនក៏ប៉ុន្តែស៊ីនៀនហ្នឹងគេក៏បានប្រើប្រាស់នៅភាសាកាយវិការដើម្បីឆ្លើយតបជាមួយនឹងវិញ្ញាណវិញប៉ុន្តែវិញ្ញាណគឺគេទៅតែរៀនដំបូងគេមិនទាន់ចាំណាគេក៏ឲ្យស៊ីនៀនហ្នឹងគឺធ្វើកាយវិការហ្នឹងមួយបានហើយគេមើលបដាគេក៏បានឆែកមកសភើគេបដាបន្តមកទៅវិញ្ញាណហ្នឹងបានយល់នៅការឆ្លើយតបរបស់ស៊ីនៀនដែលស៊ីនៀនចង់ប្រាប់ថានេះគឺជាបញ្ហាក្នុងគ្រួសាររបស់គេមិនចង់ឲ្យវិញ្ញាណហ្នឹងមកពាក់ព័ន្ធទេរួចហើយស៊ីនៀនហ្នឹងគេក៏បានមកដល់ផ្ទះរបស់គេហើយក៏ប៉ុន្តែគេឃើញវ៉ាលីហ្នឹងនៅនឹងដែរទោះបីជាពីរនាក់ទោះបីជាប៉ែរបស់គេហ្នឹងបានលែងលះជាមួយនឹងវ៉ាលីក៏ដោយស៊ីនៀនហ្នឹងគឺគេចង់ឲ្យវ៉ាលីហ្នឹងចាក់ចេញពីផ្ទះរបស់គេទៅគេយកព្រមឯលោកស្រីវ៉ាលីហ្នឹងក៏ធ្វើជានិយាយល្អអង្វរក៏ទៅកាន់ស៊ីនៀនទៅកុំឲ្យស៊ីនៀនហ្នឹងដេញគាត់ចាញ់អីព្រោះអីគឺគាត់គ្មានទីចម្រោះគាត់ដឹងថាគាត់ធ្វើខុសគឺគាត់អាចធ្វើជាអ្នកបម្រើរបស់ស៊ីនៀនក៏បានណាមួយទៀតគឺគាត់ចង់មើលថែប៉ារបស់ស៊ីនៀនអីចឹងណាតែស៊ីនៀនហ្នឹងគេមិនចាញ់បោកនៅពេលសម្ដីរបស់លោកស្រីវ៉ាលីហ្នឹងទេព្រោះដឹងថាកំពុងតែសម្ដែងឲ្យគេមើលហើយនិយាយចោលនិយាយឡើងលោកស្រីវ៉ាលីហ្នឹងក៏បាននិយាយដល់ម៉ែរបស់ស៊ីនៀនទៀតដែលធ្វើឲ្យស៊ីនៀនហ្នឹងកាន់តែមិនអាចទទួលយកបានណាគេមិនយល់ព្រមនៅក្នុងការដកពាក្យបណ្ដឹងហ្នឹងទេទាំងប៉ែរបស់ស៊ីនៀនអីគាត់ក៏ច្រឡំខឹងជាមួយស៊ីនៀនដែរអញ្ចឹងចង់ស៊ីនៀនធ្វើអីក៏ធ្វើទៅក៏ប៉ុន្តែពេលហ្នឹងស្រាប់តែលេខារបស់មីងយានហ្នឹងក៏បាននាំអ៊ីឡានមកដើម្បីឲ្យអ៊ីឡានហ្នឹងធ្វើការបកស្រាយនៅការពិតដែលបានកើតឡើងទៅលើម៉ែរបស់ស៊ីនៀនពេលហ្នឹងដោយការពិតនោះគឺម៉ែរបស់ស៊ីនៀនហ្នឹងគាត់មានបញ្ហាផ្លូវចិត្តមែនក៏ប៉ុន្តែអ៊ីឡានហ្នឹងជាអ្នកមើលថែគាត់ធម្មតាទេផ្ដោតថាឲ្យគាត់ញ៉ាំជាប្រចាំប៉ុន្តែក្រោយមកបែរជាមានមនុស្សម្នាក់គឺបានឲ្យលុយគាត់យ៉ាងច្រើនហើយពេលហ្នឹងដោយសារតែប្តីរបស់គាត់ហ្នឹងគឺជាពាក់អំណុលគេផងអញ្ចឹងគាត់ក៏យកព្រមនៅក្នុងការធ្វើការផ្លាស់ប្ដូរថ្នាំផ្សេងឲ្យម៉ាក់របស់ស៊ីនៀនញ៉ាំក៏ប៉ុន្តែពេលហ្នឹងគឺមិនមែនជាផ្លាស់ប្ដូរទៅលេបថ្នាំអីប្រេបដាស់ទេគឺគាត់ឲ្យម៉ាក់របស់ស៊ីនៀនហ្នឹងញ៉ាំតែវីតាមីនទេក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏ម៉ាក់របស់ស៊ីនៀនហ្នឹងគឺគាត់មិនបានញ៉ាំថ្នាំដែលគាត់ត្រូវញ៉ាំហ្មងអញ្ចឹងទៅក៏ធ្វើឲ្យគាត់ហ្នឹងកាន់តែយ៉ាប់យ៉ឺនជាពិសេសទៅទៀតគឺអ៊ីឡានហ្នឹងគាត់បានចាំថាជារៀងរាល់យប់ក៏តែងតែមានមនុស្សស្រីម្នាក់ហ្នឹងបានខលទូរស័ព្ទមកម៉ាក់របស់ស៊ីនៀនហើយក៏បានស្រ័យដល់ម៉ាក់របស់ស៊ីនៀនជាប្រចាំព្រោះនៅពេលដែលម៉ាក់របស់ស៊ីនៀនបានទទួលទូរស័ព្ទហ្នឹងហើយគាត់ជំងឺរបស់គាត់ហ្នឹងគឺថាកាន់តែដុនដាបទៅចំណែកឯលេខទូរស័ព្ទដែលបានខលមកម៉ាក់របស់ស៊ីនៀនហ្នឹងក៏អ៊ីឡានហ្នឹងគាត់បានចាំដែរព្រោះអីក៏ទៅលេខទូរស័ព្ទហ្នឹងគឺជាលេខហុងស៊ុយរបស់គេណាដែលវាគឺមានលេខ67840អញ្ចឹងលេខទូរស័ព្ទនេះផងដែរគឺជាលេខទូរស័ព្ទរបស់លោកស្រីវ៉ាលីហ្នឹងឯងលើកនេះគឺថាមានទាំងផោះតាំងនិងសាកសីទៀតណាអញ្ចឹងលោកស្រីវ៉ាលីហ្នឹងចង់បកកាយក៏បកកាយលេងចាញ់ទៀតហើយការពុតក៏យើងបានដឹងដែរថាអ្នកដែលបានជំរុញឲ្យម៉ាក់របស់ស៊ីនៀនហ្នឹងលោតសម្រាប់ខ្លួនហ្នឹងគឺជាលោកស្រីវ៉ាលីហ្នឹងឯងអញ្ចឹងទោះបីជាលោកស្រីវ៉ាលីហ្នឹងព្យាយាមនិយាយវល់ក៏ប៉ាស៊ីនៀនយ៉ាងណាក៏ដោយក៏ប៉ារបស់ស៊ីនៀនហ្នឹងគឺគាត់លេងខ្វល់ជាមួយលោកស្រីវ៉ាលីហ្នឹងហើយព្រោះពួកគាត់ក៏បានលេងលះគ្នាដែរតែចំពោះស៊ីនៀននៅពេលដែលគេទទួលបានដឹងនៅលទ្ធផលបែបហ្នឹងហើយគេបែរជាមិនសប្បាយចិត្តស៊ីនៀនគេក៏បានទៅអង្គុយញ៉ាំស្រាលើដំបូលអគារតែម្នាក់ឯងប្រហែលជាស៊ីនៀនហ្នឹងគឺថាគេកំពុងតែនឹកដល់ម៉ាក់របស់គេខ្លាំងហើយមើលទៅចំណែកឯមីងយានគេក៏បានទម្លាយទ្វារនៅលើដំបូលអគារហ្នឹងដើម្បីនិយាយចរចាជាមួយនឹងស៊ីនៀនណាសម្រួលចិត្តស៊ីនៀនឲ្យតិចកុំឲ្យធ្វើរឿងអីផ្ដេសផ្ដាសតែឃើញថាស៊ីនៀនហ្នឹងអង្គុយស្ងៀមចឹងទៅមីងយានហ្នឹងគេក៏បានតែអបចកេរបស់ស៊ីនៀនក៏ធ្វើឲ្យស៊ីនៀនគេរើមរ៉ាស់ពេញហ្នឹងបន្តមកស៊ីនៀនគេក៏បានស្រែកហៅម៉ាក់របស់គេមកមហឹងហ្មងរួចហើយសាច់រឿងរបស់យើងហ្នឹងក៏បានស្លេះតែប៉ុណ្្នឹងដែរចាំមើលភាគក្រោយតើស៊ីនៀនហ្នឹងអាចនិយាយបានឬមួយក៏អត់អញ្ចឹងហើយយើងចាំជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ